ឡើងនាយកដ្ឋានព្រមទាំងប្រធាននៃក្រសួងមហាផ្ទៃខាត់ខ្លួនដោយជនសង្ស័យម្នាក់ដែលធ្វើកម្មភាពឆក់ content creator ម្នាក់ដល់13ឈ្មោះដែលគាត់មកលេងនៅស្រុកខ្មែរយើងណារយៈពេលប្រហែលម៉ោងដែលយើងធ្វើសកម្មភាពតាមកំណត់បាននៅជនសង្ស័យដែលធ្វើសកម្មភាពឆក់ជនបរទេសថ្ងៃមិញនេះរយៈពេលប្រហែលជា3ម៉ោង3ម៉ោងបាទ3ម៉ោងតាមការឆ្លើយជ្រាវបាទគាត់ធ្វើសកម្មភាពប្រហែលអ្នកដែរលោកយុម្នាក់ឯងគាត់ឆក់បានឯខ្លះលោកយុគាត់បានកបោបជនក្នុងគ្រោះមួយរយៈពេលប្រហែលម៉ោងមិញហ្នឹងដែលលោកយុកំណត់មុខសញ្ញាដែលធ្វើតាមមកដល់ទីនេះលោកយុរយៈពេលប្រហែលជា3ម៉ោង3ម៉ោងបាទនេះម៉ូតូសង្ស័យអូនេះម៉ូតូដែលធ្វើសកម្មភាពលោកយុធ្វើសកម្មភាពនៅជនសង្ស័យបាទប្រជាជនឥឡូវនេះជនសង្ស័យដែលធ្វើសកម្មភាពឆក់ជនជាតិបរទេសដែលជា content creator ដល់13ឈ្មោះបាទមួយរូបដែលជាបាទឥឡូវនេះត្រូវបានកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ដឹកនាំដោយបាទអាដាមបាទបុត្រវណ្ណរតន៍បាទគាត់ធ្វើការបង្ក្រាបត្រឹមតែរយៈពេល3ម៉ោងទេដែលធ្វើសកម្មភាពឆក់បាញ់នេះបាទហើយឥឡូវនេះកម្លាំងនាយកដ្ឋានគឺធ្វើការបង្ក្រាបភ្លាមតែម្ដងបាទយកសម្ភារៈរបស់គាត់មានដូចជាប៉ាសពតបាទកាបូបលុយមកវិញទាំងអស់បាទឥឡូវនេះលោកជួឥឡូវបញ្ជូនជនសង្ស័យទាំងនេះយកទៅណាវិញអគ្គស្នងការយកយកឋានព្រំប្រទានក្រោយពីទទួលបានពាក្យបណ្ដឹងនេះភ្លាមបាទ3ម៉ោងហើយ3ម៉ោងបាទ3ម៉ោងយើងកំណត់ញ៉ាំបានអរគុណយកអរគុណបាទអាហារបំពន់ស៊ីបាប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតល្ហៃវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេមិនលក់ឈើសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមបាទប្រិមត្តជននេះគឺជាសកម្មភាពដែលកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃធ្វើការកំណត់មុខសញ្ញាធ្វើការស្រាវជ្រាវត្រឹមតែរយៈពេល4ម៉ោងទេធ្វើដែលយុវជនម្នាក់ដែលធ្វើសកម្មភាពឆក់ទៅលើជនបរទេសដែលជា content creator ដល់13ឈ្មោះឥឡូវនេះត្រូវបានកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃដឹកនាំដោយនាយកតែម្ដងរយៈពេលប្រហែលម៉ោងដែលយើងធ្វើសកម្មភាពតាមកំណត់បាននៅជនសង្ស័យដែលធ្វើសកម្មភាពឆក់ជនបរទេសថ្ងៃមិញនេះរយៈពេលប្រហែលជា3ម៉ោង3ម៉ោងបាទ3ម៉ោងតាមការឆ្លើយជ្រាវបាទគាត់ធ្វើសកម្មភាពប្រហែលអ្នកដែរលោកយុម្នាក់ឯងបាទគាត់ឆក់បានឯខ្លះលោកយុឆក់បានកបោបជនក្នុងគ្រោះមួយរយៈពេលប្រហែលម៉ោងមិញហ្នឹងដែលលោកយុកំណត់មុខសញ្ញាដែលធ្វើតាមមកដល់ទីនេះលោកយុរយៈពេលប្រហែលជា3ម៉ោងបាទនេះម៉ូតូសង្ស័យបាទអូនេះម៉ូតូដែលធ្វើសកម្មភាពលោកយុធ្វើសកម្មភាពនៅជនសង្ស័យបាទឆក់កបោបជនជាតិបរទេសនៅសារិត្រីអូឆក់ដែលជាជនបរទេសពីអ្នកប្តីពុនដែលល្បីនៅលើបណ្ដាញសង្គមលោកបុនបាទហ្នឹងហើយណាបាទមានច្រើនបាបញ្យល់ប្រាប់បាទសម្រាប់របស់ជនគ្រោះបាទតែយើងចាប់បានម្នាក់ដែរលោកម្នាក់គាត់ធ្វើការម្នាក់ឯងអូបាទចឹងធ្វើសកម្មភាពឆក់តែម្នាក់ឯងទេលោកបាទម្នាក់ឯងបាទម្នាក់ឯងឆក់នៅម្ដុំណាដែរសារិត្រីបាទអូនឹងលោកអស់ជនក្នុងគ្រោះបាទអូបាទអូអត់បាត់ទេលោកបាត់បងឯងបាទប៉ាសពតគាត់នៅក្នុងនោះទាំងអស់អត់មានប៉ាសពតការវីសាអីទេបាទអូមានទូរស័ព្ទទេអត់មានហើយមានលុយដុល្លារប្រហែលដូចជាលុយ$50ជាងបាទប្រិយជនឥឡូវនេះជនសង្ស័យដែលធ្វើសកម្មភាពឆក់ជនជាតិបរទេសបាទជនជាតិបរទេសដែលជា content creator ដល់13ឈ្មោះបាទមួយរូបដែលជាបាទឥឡូវនេះត្រូវបានកម្លាំងនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់ដឹកនាំដោយបាទអាដាមបាទបុត្រវណ្ណរតន៍បាទគាត់ធ្វើការបង្ក្រាបត្រឹមតែរយៈពេល3ម៉ោងទេដែលធ្វើសកម្មភាពឆក់បាញ់នេះបាទហើយឥឡូវនេះកម្លាំងនាយកដ្ឋានគឺធ្វើការបង្ក្រាបភ្លាមតែម្ដងបាទយកសម្ភារៈរបស់គាត់មានដូចជាប៉ាសពតបាទកាបូបលុយមកវិញទាំងអស់បាទឥឡូវនេះលោកជួឥឡូវបញ្ជូនជនសង្ស័យទាំងនេះយកទៅណាវិញអគ្គស្នងការយកឋានព្រំប្រទានបាទក្រោយពីទទួលបានពាក្យបណ្ដឹងនេះភ្លាមបាទយើងស្រាវជ្រាវប្រហែលម៉ោងដែរលោក3ម៉ោងហើយ3ម៉ោងបាទ3ម៉ោងយើងកំណត់មុខញ៉ាំបានបាទអរគុណយកអរគុណបាទ